ignition, engines full power, and liftoff. Go Falcon, go Starlink. ក្រុមហ៊ុន SpaceX បានប្រើរ៉ុកែត Falcon 9 ហោះឡើងទៅអវកាសហើយត្រឡប់មកប្រើប្រាស់វិញបានដល់35ដងក្នុងពេលស្កាកម្មបញ្ជូនការរណប Starlink ទៅកាន់កន្លងផែនដីមុននេះរ៉ុកែតដែលបានបាញ់បង្ហោះទៅអវកាសហើយមិនអាចប្រើប្រាស់ឡើងវិញបានទេប៉ុន្តែ Falcon 9 បាននាំមកនូវការផ្លាស់ប្ដូរទាំងស្រុងបន្ទាប់ពីបញ្ជូនការរណប Starlink ចំនួន29គ្រឿងទៅកាន់កន្លងផែនដីដោយជោគជ័យកាលពីថ្ងៃច័ន្ទ Falcon 9 បានត្រឡប់មកចុះចតលើកទី35ដោយស្វ័យប្រវត្តិនិងដោយសុវត្ថិភាពលើនាវានៅមហាសមុទ្រអាត្លង់តិក Falcon 9 គឺជារ៉ុកែតដែលដុបការរណបនៃអវកាសនិងសម្ភារៈទៅកាន់អវកាសដែលជាប្រព័ន្ធដ៏សំខាន់នៅពីក្រោយបណ្ដាការរណប Starlink ដែលកំពុងផ្ដល់អ៊ីនធឺណិតដល់មនុស្សរាប់លាននាក់ជុំវិញពិភពលោកអ្នកវិទ្យាសាស្ត្ររំពឹងថាកំណត់ត្រាថ្មីរបស់ Falcon 9 នឹងធ្វើឲ្យការបញ្ជូនការរណបទៅកាន់អវកាសចំណាយកាន់តែទាបដែលនឹងធ្វើឲ្យអ៊ីនធឺណិតការទំនាក់ទំនងប្រព័ន្ធ GPS និងសេវា Digital ជាច្រើនកាន់តែមានតម្លៃសមរម្យបច្ចេកវិទ្យានេះអាចជួយតភ្ជាប់តំបន់ដាច់ស្រយាលពិសេសប្រទេសកំពុងអភិវឌ្ឍទៅកាន់ពិភព Digital ព្រមទាំងអាចបង្កើតឱកាសកាន់តែច្រើនសម្រាប់ការសិក្សាការធ្វើអាជីវកម្មពាណិជ្ជកម្មប្រព័ន្ធអ៊ីនធឺណិតកសកម្មឆ្លៀសវៃនិងសេដ្ឋកិច្ច Digital កាលពីមួយទសវត្សរ៍មុនការប្រើរ៉ុកែតឡើងវិញហាក់មានតែនៅក្នុងរឿងប៉ុណ្ណោះប៉ុន្តែពេលនេះវាកំពុងក្លាយជានិយមថ្មីសម្រាប់ឧស្សាហកម្មអវកាសទៅហើយសម្រាប់ព័ត៌មានបច្ចេកវិទ្យាថ្មីៗសូមតាមដាន TechWire